រឿងនេះចាប់ផ្ដើមនៅក្នុងថ្នាក់រៀនមួយដែលមើលទៅដូចជាធម្មតានៅវិទ្យាល័យគ្រូកំពុងបង្រៀននៅកណ្ដាលម៉ោងប៉ុន្តែស្រាប់តែទ្វារត្រូវបានបោះបង់ចូលដោយក្រុមជើងខ្លាំងមានអាវុធពេញលេញពួកគេបញ្ជាឲ្យមនុស្សគ្រប់គ្នាធ្លាក់ខ្លួនចាប់ភ្លាមយោធាម្នាក់បានយកទូរស័ព្ទចេញមកបង្ហាញរូបគោលដៅមួយឲ្យគ្រូមើលហើយទាមទារឲ្យបញ្ជាអត្តសញ្ញាណដោយសេចក្តីភ័យខ្លាចគ្រូបានចង្អុលទៅកាន់តួអង្គសំខាន់របស់យើងឈ្មោះ David មេក្រុមបានបញ្ជាឲ្យសិស្សទាំងថ្នាក់ចេញពីបន្ទប់ដោយទប់ឲ្យ David នៅសល់តែម្នាក់ឯងសម្ពាធផ្លូវចិត្តដ៏ខ្លាំងនៃពេលនោះបានបណ្ដាលឲ្យមានអ្វីមួយនៅក្នុង David ភ្ញាក់ឡើងវិញបណ្ដាលឲ្យរូបភាពឈឺចាប់និងបាក់បែកត្រឡប់មកវិញគាត់ព្យាយាមបង្រួមវាប៉ុន្តែលោកខំពលមិនអាចមើលឃើញដ៏ធំមួយបានផ្ទុះចេញពីរាងកាយគាត់បានយោធាទាំងអស់ឲ្យហោះទៅក្រោយនៅពេលនោះភ្លាមភ្នែករបស់គាត់ចាប់ផ្ដើមភ្លឺជាមួយពន្លឺឃីវចម្លងដាច់ខាតពេលយោធាម្នាក់រត់ចូលប្រហារគាត់ David បានប្រកបវិជ្ជាដ៏សាហាវដកបិចធម្មតាមួយចាក់យោធានោះជើងខ្លាំងម្នាក់ទៀតបើកបាញ់ប៉ុន្តែ David ផ្លាស់ទីដោយប្រតិកម្មលឿនជាងមនុស្សធម្មតាចាប់យោធាម្នាក់មកប្រើជាឆ្អឹងសាច់បារម្ភហើយក៏យកកាំបិតប្រយុទ្ធរបស់គាត់ផងដែរក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះគាត់បានបោះបង់យោធាដែលមានអាវុធធ្ងន់ម្នាក់ទៀតជាមួយកាំបិតហើយបោះម្នាក់ទៀតចេញពីបង្អួចផ្ទាល់ឥឡូវនេះនៅសល់តែម្ចាស់ក្រុមប៉ុណ្ណោះមេក្រុមបានដកអាវុធរបស់គាត់ប៉ុន្តែ David រត់តាមជញ្ជាំងថ្នាក់សិស្សយ៉ាងពិតប្រាកដបិទជំងាយយ៉ាងលឿនហើយបោះជើងបោកគាត់យ៉ាងខ្លាំងរហូតធ្លាក់ហោះចេញពីទ្វារសាស្ត្រាចារ្យ Henderson មើលឃើញហេតុការណ៍ឈាមស្ទើរទាំងមូលដោយភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដឹងថាអ្នក David មិនមែនស្រមៃក្នុងក្បាលគាត់ប៉ុណ្ណោះទេគាត់ជាអាវុធរស់ពិតមួយរឿងបន្តទៅកាន់អតីតកាលដឹកនាំយើងចូលទៅក្នុងមន្ទីរពិសោធន៍សម្ងាត់មួយដែលស្អាតស្អំវិជ្ជាបណ្ឌិតម្នាក់កំពុងសង្កេតមើលក្មេងប្រុសដែលគឺ David យ៉ាងស្ងប់ស្ងាត់ពេលវិជ្ជាបណ្ឌិតសួរថាគាត់មានអារម្មណ៍អ្វីទេ David ព្យាយាមផ្ដោតអារម្មណ៍ហើយវាបង្កឲ្យមានចក្ខុវិស័យគួរឲ្យខ្លាចព្រាមគាត់ឃើញខ្លួនឯងត្រូវបានចងជើងដាក់លើគ្រែវិទ្យាសាស្ត្រដោយគិលានុបដ្ឋាយិកាខណៈដែលវិជ្ជាបណ្ឌិតម្នាក់កំពុងសង្កេតមើលពីចម្ងាយដូចជាគាត់គ្រាន់តែជាបណ្ដុតពិសោធន៍ក្នុងការពិសោធន៍បែបបំផ្លាញមួយប៉ុណ្ណោះភ្លាមមានសត្វសាហាវមួយដែលកំពុងឆេះពេញមុខកាយបង្ហាញខ្លួននៅមុខគាត់ពេលមើលចុះក្រោម David ភ្ញាក់ផ្អើលឃើញមានកាំបិតមួយនៅក្នុងដៃស្ដាំរបស់គាត់ពេលសត្វឆេះនោះវាប្រហារ David ព្រមប្រយុទ្ធទៅវិញដោយកាប់បោកយ៉ាងសន្ធឹកសន្ធាប់នៅពេលកំពុងប្រយុទ្ធដល់ចំណុចកំពូលគាត់ភ្ញាក់ឡើងក្នុងបន្ទប់គេងរបស់ខ្លួនហើយដកដង្ហើមយ៉ាងខ្លាំងចក្ខុវិស័យគួរឲ្យភ័យខ្លាចទាំងនេះតែងតែបង្ហូតបង្ហាញមកលើ David ជានិច្ចគាត់ជាញឹកញាប់ឃើញមនុស្សជុំវិញខ្លួនកំពុងឆេះរស់ដោយសារភាពស្រមៃហើយប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរនេះធ្វើឲ្យគាត់ស្រែកភ័យរហូតអង្គុយអង្ត្រេអ្នកចាស់របស់គាត់រត់ចូលមកបន្ទប់ហើយបញ្ចូលថ្នាំយ៉ាងឆាប់រហ័សដើម្បីបង្រួមរោគសញ្ញាទាំងនេះទឹកថ្ងៃបន្ទាប់ David រៀបចំខ្លួនសម្រាប់ថ្ងៃធម្មតាមួយពេលទៅដល់សាលាគាត់ជួបមិត្តភក្តិល្អបំផុតរបស់គាត់ឈ្មោះ May នាងជំរុញឲ្យគាត់ប្រញាប់ឡើងដើម្បីកុំឲ្យយឺតម៉ោងចូលថ្នាក់នៅខាងក្នុង Professor Henderson កំពុងបង្រៀនទ្រឹស្ដីស្មុគស្មាញមួយអំពីការអភិវឌ្ឍមនុស្សដោយពន្យល់អំពីដំណាក់កាលសំខាន់ដែលមនុស្សម្នាក់ត្រូវឆ្លងកាត់ចាប់ពីកុមារភាពដល់វ័យពេញវ័យខណៈពេលដែល Professor និយាយគាត់សង្កេតឃើញ David កំពុងមើលចេញបង្អួចដោយមិនមានអារម្មណ៍អ្វីទេដូចជាមិនស្ថិតនៅទីនោះដើម្បីសាកល្បងចាប់គាត់ឲ្យភ្លេចខ្លួន Professor ហើយ David ឲ្យសង្ខេបមេរៀនទោះបីជាមានអារម្មណ៍ស្ទាក់ស្ទើរបន្តិចក៏ដោយ David ឆ្លើយតបបានល្អឥតខ្ចោះរហូត Professor ភ្ញាក់ផ្អើលយ៉ាងពិតប្រាកដនេះនាំឲ្យយើងត្រឡប់មកកន្លែងឆាកដើមវិញបន្ទាប់ពីបានបំបត្តិក្រុមជើងខ្លាំងដោយមិនពិបាកអ្វីឡើយ David បានរត់គេចចេញពីសាលាបន្ទាន់ប៉ុន្មាននាទីបន្ទាប់ពីគាត់គេចខ្លួនចេញក្រុមសម្អាតសម្ងាត់ពិសេសមួយបានមកដល់ដឹកនាំដោយភ្នាក់ងារម្នាក់ឈ្មោះ Collins ដែលមានភាពសាហាវ Collins សួរនាយកគ្រូយ៉ាងតឹងរឹងបង្ហាញឲ្យដឹងថាអ្វីក្មេងដែលគេចខ្លួននេះគឺមានគ្រោះថ្នាក់ខ្លាំងនិងត្រូវតែគ្រប់គ្រងឲ្យបានគ្រូនោះចុះចាញ់បង្ហាញថា David រស់នៅ apartment ក្នុងទីក្រុងជាមួយពូរបស់គាត់ឈ្មោះ Ender Collins ដែលមានព័ត៌មានថ្មីនេះបានរាយការណ៍ភ្លាមទៅយ៉ាងប្រធានសន្តិសុខដ៏សាហាវយ៉ាងបានចេញបញ្ជាដាច់ខាតចាប់ក្មេងប្រុសនោះឲ្យបានមិនថាតម្លៃអ្វីក៏ដោយក្នុងអំឡុងពេលនោះយើងផ្ដួលទស្សនៈទៅលោក Shero ប្រធានក្រុមហ៊ុនដ៏មានអំណាចម្នាក់កំពុងបង្ហាញគម្រោងថាមពលថ្មីដ៏បំផ្លាញសម្រាប់វិនិយោគិនលេខាធិការរបស់គាត់បានទាញគាត់ទៅខាងមួយហើយបញ្ចេញសម្លេងថាគោលដៅត្រូវបានរកឃើញហើយ Shero បានបង្ហាញថាគម្រោងថាមពលទាំងមូលនេះពិតជាភ្ជាប់ទៅនឹងការពិសោធន៍សម្ងាត់ដែលធ្វើលើ David គាត់បញ្ជាលេខាធិការឲ្យទប់រៀនដោះស្រាយការចេញយកគោលដៅប៉ុន្តែបញ្ជាក់ថាត្រូវរក្សាភាពសម្ងាត់យ៉ាងតឹងរឹងដើម្បីកុំឲ្យសារព័ត៌មានដឹងអំពីគម្រោងនេះនៅទីផ្សារមួយទៀត Ender កំពុងទិញអាហារយ៉ាងធម្មតាខណៈដែល David ដែលមានសភាពភ័យខ្លាចបានរត់មកបង្ហាញខ្លួនហើយសូមជំនួយយ៉ាងអន់តង់អន់ David មិនបានប្រាប់រឿងពេញលេញអំពីហេតុការណ៍សម្លាប់មនុស្សនៅសាលាទេប៉ុន្តែ Ender អាចមើលឃើញភាពភ័យខ្លាចយ៉ាងខ្លាំងក្នុងភ្នែករបស់គាត់ហើយដឹងភ្លាមថាស្ថានភាពនេះគឺធ្ងន់ធ្ងរគាត់បានណែនាំឲ្យ David រត់ត្រឡប់ទៅផ្ទះលំនៅរបស់ពួកគេហើយយកទ្រព្យសម្ងាត់មួយដែលលាក់នៅពីក្រោយផ្ទាំងគំនូរមួយជាក់លាក់មុនពេលបែកគ្នា Ender បានឲ្យគាត់អប់យ៉ាងតឹងរឹងហើយពន្យល់ផែនការរត់គេចខ្លួន David បានរត់ទៅរកច្រកចេញប៉ុន្តែបានបុកបុគ្គលិកខាងម្នាក់ដោយចៃដន្យនៅពេលនោះផ្ទាល់ Collins និងក្រុមសម្រុករបស់គាត់បានបាញ់ចូលទៅក្នុងផ្សារទំនើបបាននូសំលេងឆ្លាចចរអ្នកយកការបានឃើញ David ហើយការប្រដាប់ប្រជែងចាប់ផ្ដើម David អាចរត់គេចខ្លួនបានតិចតួចប៉ុណ្ណោះប៉ុន្តែគួរឲ្យសោកស្ដាយពូ Ender ត្រូវបានក្រុមមនុស្សរបស់ Collins ចាប់យកហើយអូសទៅដោយគ្មានអំណាចបញ្ឈប់វាបាន David មិនមានជំរឿនទេក្រៅពីបន្តរក David បានជ្រើសរើសផ្លូវលើដំបូលហើយចុងក្រោយក៏បានត្រឡប់មកដល់ apartment វិញគាត់បានបង្អួតផ្ទាំងគំនូរចេញពីជញ្ជាំងដើម្បីបង្ហាញប្រអប់សដែលលាក់សម្ងាត់នៅខាងក្នុងគាត់បានរកឃើញថ្នាំព្យាបាលថ្មីការណែនាំអំពីមាត្រដ្ឋានថ្នាំយ៉ាងច្បាស់និងសម្បត្តិដែលបិទសម្ងាត់មួយមានឈ្មោះគាត់នៅលើពេលគាត់ទាន់យកអីវ៉ាន់នោះសំឡេងរត់សុវត្ថិភាពអគារបានលឺរំភើបឡើងការមើលឃើញលឿនទៅលើអេក្រង់ត្រួតពិនិត្យបង្ហាញថាមានភ្នាក់ងារដែលមានអាវុធកំពុងចូលរួមច្រើន
បាននៅសាររងចាំដោយគ្មានពេលសោះសោះ David បានដាក់ប្រអប់ចូលក្នុងកាបូបស្ពីរបស់គាត់ហើយរត់ទៅកាន់ទ្វារប៉ុន្តែត្រូវបានវាយប្រហារដោយឧក្រិដ្ឋជនម្នាក់ដែលស្ងាត់និងមានអាវុធពេញលេញ David សួរថាគាត់ជានរណាប៉ុន្តែអ្នកអាណាធិបតេយ្យនោះគ្រាន់តែដើរចូលមកបន្តទៀតដោយប្រើភាពវៃឆ្លាតនិងរហ័សរហួនរបស់ខ្លួន David បានជៀសវាងការវាយប្រហារដំបូងប៉ុន្តែឧក្រិដ្ឋជននោះរហ័សខ្លាំងណាស់បោះ David ទៅឆ្ងាយឲ្យបុកទូអ្នកវាយប្រហារដកកាតាណាឡើងហើយវាយប្រហារទៅលើ David ដោយមានបំណងសម្លាប់ David អស្ចារ្យណាស់ដែលអាចចាប់បានដាវមួយនោះដោយដៃទេរបស់គាត់ទោះបីជាមានរបួសជ្រៅនៅលើដៃខណៈដែលគាត់ត្រូវរុញថយក្រោយពេលឃើញរូបក្នុងកញ្ចក់ David ស្រមៃឃើញអ្នកវាយប្រហារជាភ្លើងដ៏គួរឲ្យខ្លាចក្នុងសុបិនដែលបង្ហាញអំណាចសម្ងាត់ក្នុងខ្លួនគាត់អ៊ុតបានដកអាវុធចេញពីដៃអ្នកសម្លាប់ហើយវាយតបយ៉ាងសាហាវទោះបីជាគាត់បាត់អាវុធនោះវិញយ៉ាងឆាប់រហ័សអប្រយុទ្ធដោយដៃទេយ៉ាងសាហាវបានកាត់ឡើងប៉ុន្តែដោយសារជំនាញល្បឿនលឿនរបស់ David គាត់មានអត្ថប្រយោជន៍ជាងនៅពេលពិតអាំងជីដែលភ្លឺរបស់គាត់បានព្យាបាលរបួសជ្រៅលើដៃរបស់គាត់យ៉ាងលឿនភ្លាមនេះអំណាចនោះបានរលាយបាត់ទុកឲ្យគាត់ក្លាយជាមនុស្សងាយរងគ្រោះវិញអ្នកសម្លាប់បានស្ដារខ្លួនវិញហើយបោះ David ទៅជាប់ជញ្ជាំងហើយបោះដាវចោលទៅលើគាត់ពេលដែល David លាក់ខ្លួនខាងក្រោយទៅស្ត្រូវបានប្រើលោកអាតកំបាំងដើម្បីកាត់ទុកក្រឡាប់ជាពីរពាក់កណ្ដាលហើយបាញ់ David ឲ្យហោះកាត់ជញ្ជាំងរឹងមួយការប្រយុទ្ធមើលទៅដូចជាចាញ់ស្រួលប៉ុន្តែ David អាចឈានដល់កាបូបស្ពីរបស់គាត់ដកសេរាំងថ្នាំបញ្ចប់អំណាចរបស់ខ្លួនហើយចាក់វាចូលកណ្ដាលករណីរបស់អ្នកវាយប្រហារសារធាតុគីមីនោះមានប្រសិទ្ធភាពភ្លាមបណ្ដាលឲ្យអ្នកសម្លាប់ដែលមានអំណាចលើសមនុស្សធម្មតាខ្សោយខ្លាំង David ចាប់យកដាវពីរដុំប្រើវាដើម្បីវាយប្រហារយ៉ាងសាហាវហើយចាក់បិទសត្រូវឲ្យជាប់ជញ្ជាំងបញ្ចប់ការប្រយុទ្ធដ៏សាហាវស្ដារខ្លួនវិញ David មានអារម្មណ៍សោកស្ដាយបន្តិចពេលមើលឃើញសត្រូវដែលត្រូវបានបរាជ័យប៉ុន្តែការរស់រានមានសារៈសំខាន់ជាងគេគាត់រត់ទៅដល់លើដំបូលតែឃើញ Collins និងអាណាព្យាបាលរបស់គាត់កំពុងរងចាំដោយមិនស្ទាក់ស្ទើរ David លោតឆ្លងកាត់ផ្លូវតូចទៅអគារមួយទៀតហើយរត់ចុះទៅកម្រិតផ្លូវប៉ុន្តែការប្រើប្រាស់កម្លាំងរាងកាយខ្លាំងពេកនិងអំណាចធ្វើឲ្យគាត់អស់កម្លាំងហើយគាត់ដួលនៅក្នុងផ្លូវតូចក្នុងអំឡុងពេលនោះ Collins និងក្រុមរបស់គាត់បានស្ទាក់ស្ទើរ apartment ដែលត្រូវបំផ្លាញខណៈពេលស្វែងរកពួកគេបានរកឃើញរូបថតមេដែលដាក់ស៊ុំដែលធ្វើឲ្យ Collins មានគោលដៅថ្មីមួយដើម្បីប្រាសម្ពាធលើ David ចុងក្រោយ David ភ្ញាក់ឡើងហើយបើកសម្បត្តិសម្ងាត់នោះភ្លាមនៅខាងក្នុងមាន Tape Digital មួយដែលចាក់វីដេអូសម្ងាត់ពីសាស្ត្រាចារ្យ Chen ដោយស្វ័យប្រវត្តិវីដេអូបង្ហាញព័ត៌មានធំមួយដោយផ្ទុះគ្រាប់បែក David គឺជាផ្នែកមួយនៃការពិសោធន៍សាស្ត្រពុយសាស្ត្រដ៏បំផ្លាញមួយដែលបង្កើតមនុស្សល្អឥតខ្ចោះដោយបង្ហាញកុមារឲ្យទទួលថាមពលពីវិស័យផ្សេងអត្រារស់រានមានជីវិតស្ទើរតែសូន្យធ្វើឲ្យ David ក្លាយជាមនុស្សជោគជ័យរុងរឿងតែមួយក្នុងចំណោមមនុស្សទាំងអស់សាស្ត្រាចារ្យ Chen ពន្យល់ថាគាត់និងដៃគូរបស់គាត់សាស្ត្រាចារ្យ Jenkins បានសម្ងាត់មើលថែគាត់ដោយមានអារម្មណ៍លើសលប់និងដឹងថាគាត់មិនមាននរណាឲ្យទប់ចិត្តទៀតទេ David ចេញទៅកាន់តំបន់របស់ May ពេលឃើញ May កំពុងដើរទៅសួនសាធារណៈ David បានដើរតាមខ្លួននាងយ៉ាងសម្ងាត់ពេល May យល់ឃើញគាត់នាងរត់មកយ៉ាងរីករាយប៉ុន្តែការជួបជុំត្រូវផ្អាកភ្លាមពេលនាងឃើញអ្នកបាញ់កាំភ្លើងកំពុងលាក់គោលដៅទៅក្នុង David នាងស្រែកព្រមានហើយពេល David ប្រែខ្លួនមនុស្សស៊ីវើម្នាក់ដើរចូលទៅក្នុងបន្ទាត់បាញ់ដោយមិនដឹងខ្លួនហើយត្រូវសម្លាប់ភ្លាមអ្នកសម្លាប់បានបាញ់កាំភ្លើងយ៉ាងខ្លាំងបង្ខំឲ្យ David លោតចូលទៅក្នុងតំបន់ដើមឈើអ្នកបាញ់ដ៏សាហាវនោះចាប់ផ្ដើមបាញ់សម្លាប់មនុស្សស៊ីវិលដើម្បីបើកចំហកន្លងមើលរបស់គាត់បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងប្រើភាពចលាចលជាអាណាព្យាបាល David ចាប់យក May ហើយពួកគេរត់គេចចេញពីតំបន់គ្រោះថ្នាក់តំបន់ជុំវិញនោះត្រូវបានពោពេញកាល់បុរសរបស់ Collins ភ្នាក់ងារម្នាក់ដែលមានភាពវៃឆ្លាតខ្លាំងបានឃើញពួកគេកំពុងឆ្លងកាត់ក្រោមស្ពានហើយបានហែកចុះមកដើម្បីដេញតាមពេលពួកគេរត់ចូលទៅក្នុងព្រៃ May បានជ្រុះធ្លាក់បង្ខំឲ្យ David ត្រឡប់មកប្រឈមមុខនឹងភ្នាក់ងារដែលមានអាវុធពិសេសជាស្រោមដៃប្រដាល់បង្កើតរលកស្ទាក់ស្ទើររាល់ដងដែលភ្នាក់ងារប្រដាល់បញ្ចេញរលកបោកស្ទាក់ស្ទើរបង្កឲ្យ David មិនអាចទប់ទល់បាន David ត្រូវគេបោកដល់ដួលលើដីហើយពេលលើកមុខឡើងវិញគេឃើញភ្នាក់ងារនោះក្លាយជាភ្លើងរលកមួយទៀតដឹងថាខ្លួនមិនអាចឈ្នះដោយប្រដាល់បានទេ David បានផ្លាស់ប្ដូរយុទ្ធសាស្ត្រដោយប្រើជើងបោកយ៉ាងខ្លាំងដើម្បីប្រឆាំងនឹងរបៀបប្រដាល់របស់គូប្រកួតគាត់បានបោកយ៉ាងខ្លាំងបណ្ដាលឲ្យភ្នាក់ងារត្រូវបោះចូលទន្លេហើយភ្នាក់ងារនោះមិនបោះបង់ឡើយគេឡើងចេញពីទឹកវិញហើយបោះ David ទៅលើតុប្រឆេះមួយហើយចាប់គាត់ក្នុងសម្ពាធបង្ខិតបង្ខំយ៉ាងសាហាវភ្នាក់ងារដែលមានអាវុធចំនួន2នាក់ទៀតរត់ចូលមកក្នុងទីលានដោយកាន់អាវុធរួចរាល់ David គិតរហ័សប្រែបញ្ច្រាស់ការចាប់ជាប់ដោយប្រើភ្នាក់ងារដែលកំពុងបង្ខិតជាឯកសណ្ឋានមនុស្សដើម្បីទប់ស្នៀតកាំភ្លើងដែលកំពុងបាញ់ចូលមកបំបត្តិគ្រោះថ្នាក់មួយភ្លាមបន្ទាប់ពីរស់រានមានជីវិតពីយុទ្ធសាស្ត្រប្រើមនុស្សជាឯកសណ្ឋាន David ត្រូវប្រឈមមុខភ្លាមជាមួយអ្នកជំនាញ2នាក់ទៀតម្នាក់ជាអ្នកលេងគុនជើងនិងម្នាក់ជាអ្នកជំនាញឈើបូការវាយប្រហាររបស់ពួកគេដែលសម្របសម្រួលគ្នាវៃលឿនពេក David ទៅវាយរហូតដល់សន្លប់អ្នកងារដែលកាន់ឈើបូដែលជន់លើកណ្ដាលលោកយកភ្លើងអគ្គិសនីខ្ពស់បាញ់ចូលដោយគិតថាគោលដៅត្រូវបានបំបត្តិរួចហើយប៉ុន្តែអគ្គិសនីវិញដូចជាធ្វើឲ្យបេះដូងចាប់ផ្ដើមឡើងវិញភ្នែករបស់ David បើកភ្លាមបញ្ចេញពន្លឺខៀវខ្លាំងខណៈដែលអំណាចពិតប្រាកដរបស់គាត់កំពុងភ្ញាក់ឡើងគាត់ផ្ទុះឡើងខ្ពស់បោះភ្នាក់ងារម្នាក់ចូលទៅក្នុងដើមឈើហើយស្រួចជើងអ្នកម្នាក់ទៀតអ្នកលេងគុនជើងស្រីព្យាយាមវាយពីខាងក្រោយប៉ុន្តែ David ទប់ស្កាត់ការវាយជាច្រើនរបស់នាងយ៉ាងងាយស្រួលហើយបុកក្បាលនាងយ៉ាងសាហាវទៅលើដើមឈើអ្នកងារកាន់ឈើពោស្ដាឡើងវិញហើយវាយប្រហារប៉ុន្តែ David ទប់ស្កាត់ដោយជើងបោះបាក់ឆ្អឹងពេលដឹងថាអំណាចរបស់គោដែលមានភាពឆន្ទៈពួកគេបញ្ចូលកម្លាំងទាំងពីរជាមួយគ្នាបុកគាត់ទៅលើធុងសម្រាមដែកមិនមានអ្វីប៉ះពាល់នឹងគាត់ទេ David ដកដំបងដែកចេញពីបេតុងដោយផ្ទាល់ដើម្បីប្រើជាអាវុធទោះបីជាប្រយុទ្ធប្រឆាំងនឹងសត្រូវពីរនាក់ David នៅតែជាខំពលធម្មជាតិដ៏អស្ចារ្យគាត់បោះបង់ភ្នាក់ងារស្រីយ៉ាងលឿនបញ្ចប់នាងដោយដំបងដែកមុននឹងបោះភ្នាក់ងារចុងក្រោយឡើងទៅលើអាកាសហើយវាយក្បាលលោកទៅកាន់ទៅយ៉ាងសាហាវ
ដោយសារកំហឹង Davidson តែបាត់បង់ការត្រួតពិនិត្យខ្លួនឯងទាំងស្រុងប៉ុន្តែមេដែលបានមើលឃើញហេតុការណ៍សម្លាប់មនុស្សទាំងមូលបានហៅឈ្មោះគាត់សម្លេងរបស់នាងដូចជាចំណុចចុងសមុទ្រដែលបណ្ដាលឲ្យគាត់ត្រឡប់មកវិញយ៉ាងយឺតក្នុងអំឡុងពេលនោះការបរាជ័យនៃប្រតិបត្តិការនេះបានធ្វើឲ្យ Lord Shero ខឹងខ្លាំងអត់ចូលទៅក្នុងមន្ទីរពិសោធន៍របស់យានដោយកំហឹងហើយទាមទារឲ្យមានចម្លើយនៅពេលនោះយានកំពុងសាកល្បងស្នាដៃចុងក្រោយរបស់គាត់ Agent លេខ 2 នៅលើទីលានយានចាក់សោអាជ្ញាធរនោះក្នុងបន្ទប់មួយជាមួយអាណាព្យាបាលកាយកម្លាំងខ្ពស់4នាក់ហើយ Agent 2សម្រាប់ពួកគេយ៉ាងងាយស្រួលដល់គួរឲ្យខ្លាចShero ខ្ញាប់អោចំពោះអ្វីដែលបានឃើញប៉ុន្តែបញ្ជាឲ្យប្រើអាវុធថ្មីនេះភ្លាមដើម្បីចាប់ David ហើយគំរាមថានឹងបញ្ឈប់គ្រប់គ្នាបើបរាជ័យម្ដងទៀតយានមិនមានអារម្មណ៍ខ្លាចចំពោះការគំរាមនោះទេហើយបង្ហាញថា Agent 2គឺជាម៉ាស៊ីនសម្រាប់ដែលស្តាប់ពីយ៉ាងល្អឥតខ្ចោះដើម្បីបង្ហាញអំណាចគ្រប់គ្រងពេញលេញយានបញ្ជាឲ្យ Agent សម្រាប់មនុស្សម្នាក់ដែលឈរនៅក្បែរបន្ទាប់មកលុបបញ្ជានោះចោលនៅវិនាទីចុងក្រោយបំផុត Shero ដែលកំពុងរញ្ជួយបញ្ជាឲ្យបញ្ជូន Agent ចេញទៅអ្វីដែល Shero មិនដឹងនោះគឺ Agent 2ទទួលបញ្ជាពីយានតែម្នាក់ឯងប៉ុណ្ណោះយានបានបោះបង់ចោលអង្គភាពយ៉ាងផ្លូវការហើយកំពុងរៀបចំផែនការដើម្បីយកអង្គភាពទាំងមូលមកកាន់ខ្លួននៅពេលកំពុងរត់គេច David និង May បានចូលទៅលាក់ខ្លួនក្នុងសាលតាំងពីពណ៌ដែលត្រូវបានបោះបង់នៅពេលពួកគេដើរចូលទៅខាងក្នុងស្មារតីរបស់ David ត្រូវបានវាយប្រហារដោយការចងចាំដ៏ខ្លាំងពីមន្ទីរពិសោធន៍ដោយឃើញខ្លួនឯងត្រូវបានចាប់ជាប់ជាមួយមនុស្សសាកល្បងផ្សេងទៀតគាត់ចាប់ផ្ដើមភ័យស្លន់ស្លោតែ May ចាប់កាន់គាត់ហើយសន្យាថាពួកគេនឹងឆ្លងកាត់រឿងនេះរួមគ្នា David សុំទោសដែលបានអូស May ចូលមកក្នុងសុបិនអាក្រក់នេះប៉ុន្តែ May សន្យាថានឹងនៅជាមួយគាត់ជានិច្ចភ្លាមនេះសម្លេងបាញ់កាំភ្លើងដ៏រំភើបមួយបានលាន់ឡើងនៅក្នុងសាលMay ត្រូវបានបាញ់ត្រង់ក្បាលយ៉ាងពេញលេញហើយដួលចុះភ្លាមDavid មានអារម្មណ៍បាក់បែកទាំងស្រុងដួលជង្គង់ចុះហើយព្យាយាមបញ្ចុះបញ្ចូលឲ្យ May ភ្ញាក់ឡើងវិញមុនពេលគាត់ទាន់ដឹងខ្លួនពីការសោកស្ដាយនេះក្រុមយោធារបស់ Shero បានបំបែកចូលអគារហើយបាញ់កាំភ្លើងបង្ការក្រុមយោធាបាញ់ Usman Valkane ហើយស្ទាបស្ទង់តំបន់ដើម្បីស្វែងរកគោលដៅពួកគេមិនដឹងឡើយថាពួកគេបានដោះស្រាយអ្វីមួយដ៏គ្រោះថ្នាក់ចេញមកទេអំណាចលាក់ខ្លួនរបស់ David បានផុសឡើងដោយកំហឹងដ៏សុទ្ធសាធហើយគាត់ចាប់ផ្ដើមបំបែកក្រុមវាយប្រហារនៅក្នុងពុកសែងប៉ុន្តែមានភ្នាក់ងារម្នាក់បានជិះក្រោយគាត់យ៉ាងស្ងៀមស្ងាត់ហើយចាក់ថ្នាំបោកកេងបរិមាណធំមួយចូលក្នុងខ្លួនគាត់បណ្ដាលឲ្យ David ដួលចុះទៅលើដីការដួលសន្លប់ធ្វើឲ្យ David ត្រឡប់ទៅក្នុងអនុស្សាវរីយ៍ដែលគាត់បានបង្រួមទុកគាត់ឃើញខ្លួនឯងនៅក្នុងវិមានផ្សេងមួយដែលពោពេញដោយថាមពលអាកំបាំងវិជ្ជាបណ្ឌិត Jenkins បង្ហាញខ្លួនមុខគាត់ហើយសួរថាគាត់ចាំឈ្មោះរបស់ខ្លួនឯងទេដែល David ឆ្លើយថាកុបាត់ចាស់ទី Jenkins មានអារម្មណ៍ភ្ញាក់ផ្អើលព្រោះមនុស្សសាកល្បងផ្សេងទៀតបានបាត់បង់អត្តសញ្ញាណរបស់ពួកគេទាំងស្រុងDavid បង្ហាញថាគាត់ចាំអារម្មណ៍ស្រឡាញ់បានហើយចង់សាកសួរអារម្មណ៍នោះម្ដងទៀតយ៉ាងខ្លាំងសំឡេងអាក្រក់ច្រៀងស្ទើរតែជ្រែងនៅក្នុងសតិនិយមប្រាប់ឲ្យគាត់បំភ្លេចភាពជាមនុស្សហើយផ្ដោតតែទៅលើគោលបំណងរបស់គាត់ប៉ុណ្ណោះភ្លាមនេះ David ភ្ញាក់ឡើងវិញដោយត្រូវចងជាប់ជើងដៃនៅលើកៅអីស៊ូនិយាយនៅមុខគាត់គឺជាជើងបង Ender ដែលមុខរបស់គាត់ពោពេញដោយស្នាមឈាមនិងឈាមហ៊ានដើរចូលមកក្នុងពន្លឺបង្ហាញថាគាត់ស្គាល់ Ender ហើយទាមទារឯកសារសម្ងាត់សម្រាប់គម្រោង Maiza ពេល Ender បាញ់ទឹកមាត់ទៅមុខគាត់យ៉ាងដាក់កាំភ្លើងទៅលើក្បាលរបស់ David Ender ប្រាប់ David ថាអ្វីនឹងប្រសើរឡើងហើយបដិសេធមិនបោះបង់ បាត់អត់ធ្មត់ប្រែទីកំភ្លើងហើយបាញ់ Ender នៅចង្ងាយជិតមើលនេះ David ថាមិនមានប្រយោជន៍ហើយបញ្ជាឲ្យវិជ្ជាបណ្ឌិតយកគាត់ចេញទៅបោះចោលអ៊ីលីនុបថាយិកាភ្ជាប់អេឡិចត្រូតទៅលើក្បាលរបស់ David ហើយបញ្ចេញភ្លើងអគ្គិសនីកម្រិតខ្ពស់បំផុតចូលទៅក្នុងខួរក្បាលគាត់ដោយផ្ទាល់ការរងទុក្ខដ៏សាហាវនោះបានបង្ខំឲ្យ David ជ្រៀតចូលទៅក្នុងឱកាសអនាធិបតេយ្យរបស់ខ្លួនដែលនៅទីនោះគាត់បានជួបនឹងអង្គភាពមួយដែលជាការបង្ហាញខ្លួនរបស់អំណាចគាត់ជាអង្គភាពដែលកើតចេញពីវិមានផ្សេងអង្គភាពនោះផ្ដល់អំណាចអស់កម្លាំងឲ្យគាត់ដើម្បីសង្សឹកប៉ុន្តែដំបូង David បដិសេធព្រោះគាត់មិនចង់ក្លាយជាភេរវជនទេអង្គភាពនោះរំលឹកគាត់ថាមនុស្សគ្រប់រូបដែលគាត់ស្រឡាញ់ត្រូវបានយកចេញពីជីវិតគាត់ទាំងអស់គាត់នឹកឃើញសពគ្មានជីវិតរបស់ May និងEnder អ្វីមួយនៅក្នុងចិត្តរបស់ David បានបែកបាក់ចេញគាត់ទទួលយកកិច្ចសន្យានោះដោយបញ្ចូលខួរក្បាលរបស់ខ្លួនជាមួយអំណាចដ៏អស្ចារ្យអ៊ីលីនុបថាយិកាគិតថាខួរក្បាលរបស់គាត់ត្រូវបានបំផ្លាញហើយដូច្នេះពួកគេបានបិទម៉ាស៊ីនវិជ្ជាបណ្ឌិតសួរយ៉ាងមើងនេះថាឈ្មោះរបស់គាត់ជាអ្វីហើយគោលបំណងក្នុងជីវិតគាត់ជាអ្វី David និយាយដោយសំឡេងស្ងប់ស្ងាត់ត្រជាក់ថាគាត់មិនមានឈ្មោះទេមានតែការសង្សឹកប៉ុណ្ណោះនៅពេលពាក្យនោះចេញពីមាត់គាត់តម្លងអគ្គិសនីដ៏ធំមួយបានផ្ទុះចេញពីរាងកាយរបស់គាត់បំបែកខ្សែដែលខាត់ធ្ងន់ដែលចងខ្លួនគាត់យ៉ាងងាយស្រួលហើយវាប្រហារយ៉ាងសាហាវទៅលើវិជ្ជាបណ្ឌិតនិងគីលីនុបថាយិកាក្នុងអំឡុងពេលនោះលោកម្ចាស់ Shero សម្រេចថាយិនមិនមានប្រយោជន៍អ្វីទៀតទេបន្ទាប់ពីទទួលបានទិន្នន័យចាំបាច់សម្រាប់ដំណាក់កាលទី2នៃផែនការដ៏អស្ចារ្យរបស់គាត់ Shero បានបញ្ជាឲ្យសម្អាតទាំងស្រុងគាត់បញ្ជាក្រុមសម្រាប់ឯកជនរបស់គាត់ឲ្យសម្លាប់យិននិងបំផ្លាញទាំងអស់នៃគ្រឹះស្ថាន Hen និង Collins ត្រូវបានទប់ស្កាត់នៅពេលពួកគេកំពុងចេញនៅពេលក្រុមសម្រាប់លើកអាវុធរបស់ពួកគេយិនដោះវ៉ែនតារបស់គាត់ចេញយ៉ាងស្ងប់ស្ងាត់ភ្នែករបស់គាត់ភ្លឺរលោងជាមួយពន្លឺក្រហមគួរឲ្យភ័យខ្លាចគាត់មានអំណាចដូចគ្នានឹង David ដោយយកដាវលាក់ពីក្នុងឈើច្រត់អៀនឆ្លងទៅយ៉ាងលឿនដូចពន្លឺសម្រាប់ក្រុមវាយប្រហារទាំងមូលក្នុងរយៈពេលប្រមាណវិនាទីប៉ុណ្ណោះពេលដឹងថា Shero បានប្រកាសសង្គ្រាមយិនប្រាប់ Collins ថាពេលនេះដល់ពេលត្រូវចេញហើយដោយមានគំនិតពេញលេញក្នុងការត្រៀមយកក្រុមហ៊ុននេះជាម្ចាស់ដោយកម្លាំង David កំពុងប្រយុទ្ធដើម្បីរត់ចេញពីស្ថានីយ៍ដោយសម្លាប់យ៉ាងសាហាវក្រុមទាហានមួយក្រុមប៉ុន្តែការរត់គេចរបស់គាត់ត្រូវបានរារាំងដោយរបងដៃធ្ងន់ដោយគ្មានការព្រមានអ្នកយុទ្ធ No. 2 បានវាយប្រហារគាត់ពីខាងក្រោយ David ស្ដារខ្លួនវិញហើយវាយប្រហារយ៉ាងខ្លាំងជាបន្តបន្ទាប់ប៉ុន្តែទាហានពិសេសនោះអាចទ្រាំទ្រការវាយដោយគ្មានការភ័យខ្លាចហើយវាយទប់វិញដោយកម្លាំងបំផ្លាញរបស់ David ទៅឆ្ងាយក្នុងបន្ទប់ដោយត្រូវប្រកួតប្រជែងជាមួយអាវុធដ៏ខ្លាំងបំផុត David ត្រូវបានគេគ្រប់គ្រងយ៉ាងឆាប់រហ័ស
Agent 2ចង់ដៃជើង David ដឹកខ្សែដៃខ្មុនហើយលើកគាត់ឡើងលើអាកាសបោះឲ្យគាត់ស្លាប់នៅពេលប្រជុំមុខនឹងវិនាទីចុងក្រោយរូបភាពក្នុងចិត្តរបស់ David បាននិយាយជាលើកចុងក្រោយដាក់ឲ្យគាត់ប្រើប្រាស់ការជីចាប់របស់ខ្លួនជាអាវុធគំនិតរបស់ David បានបញ្ចេញរូបភាពមនុស្សកំពុងឆេះនៅក្នុងមន្ទីរពិសោធន៍ក្នុងចក្ខុវិស័យនោះគាត់បានចាក់មនុស្សកំពុងឆេះជាបន្តបន្ទាប់រហូតដល់បង្អួតម៉ាស់របស់វាចេញហើយស្គាល់ថាគាត់បានសម្លាប់ Derek Jenkins ការបង្ហាញដ៏គួរឲ្យខ្លាចនោះបានធ្វើឲ្យ David ឆ្លងកាត់ចំណុចបាក់បែករបស់ខ្លួនកំហឹងដ៏សុទ្ធសាធនិងមិនអាចបង្អាក់បានគ្រប់គ្រងគាត់បំបែកខ្សែដៃខ្មុនដូចជាខ្សែផ្លាស្ទិកហើយធាក់ចុះលើដីមុនពេល Agent 2នឹងអាចប្រតិកម្មបានស្រាប់តែ David វាប្រហារដោយល្បឿននិងកំហឹងដូចព្រះគាត់បំបែកដៃរបស់ភ្នាក់ងារដោយជើងបោះដ៏ខ្លាំងប្រែម៉ាស៊ីនសម្រាប់នោះឲ្យคล้ายជាមនុស្សហសកម្មក្នុងសកម្មភាពសង្សឹកដ៏សាហាវចុងក្រោយ David ចង់ Agent 2ឲ្យក្រឡាប់ក្បាលចុះក្រោមហើយសម្លាប់គាត់ដោយដុំដែកសន្លឹកមួយសង្គ្រាមត្រូវបានឈ្នះប៉ុន្តែសង្គ្រាមពិតប្រាកដរបស់ David ប្រឆាំងនឹងក្រុមហ៊ុនមិនទាន់ចាប់ផ្ដើមសោះភាពយន្តកាត់បញ្ចប់ភ្លាមជាមួយអេក្រង់ខ្មៅនៅទីនេះហើយដោយសារផ្នែកទី2មិនដែលចេញខ្សែទេវាសម្ដែងថាចំណប់ចុងក្រោយរបស់ David នៅតែជារឿងអាថ៌កំបាំងអរគុណដែលបានមើលជួបគ្នានៅវីដេអូក្រោយ